và xong group và chỉ số là group này group để không nặng thì sao đấy và cái đấy theo miền Merian mối tại thôi chúng tôi đang lesson A Merian không letter A I'm not a fan of dramas bên này tha thiếu mình bên chỉ nhẹ control sai phiên dẫn là khảo gì ok à chân anh ấy còn được chơi bộ prize không ai đấy còn đi chỉ còn gì title of the lesson về à ở dương mư vocabulary mình cho nó chương tháng type of movies mình này thaประเภทនៃខ្សែភាពយន្តបាទជាខ្សែភាពយន្តរបស់ teacher ដែលថ្ងៃនេះគឺមានចំនួន8ខ្សែភាពយន្តបាទខុសៗគ្នាមានន័យថា type of movie មានន័យថាខ្សែភាពយន្តខុសៗគ្នាឬក៏ប្រភេទនៃខ្សែភាពយន្តណាតោះឥឡូវយើងចូលដល់ number 1 ឥឡូវយើងអត់អាចអាន earn ទេយើងអាចអានថា and ណា and action movie ណា and action movie គឺមានន័យថាភាពយន្តវាប្រហារឬក៏បាញ់បោះណាចឹងភាពយន្តនឹងគឺរំដោះចំណាប់ខ្មាំងការពារប្រធាននាយកធិបតីបាទឬក៏បណ្ណាំងឡានបែបប្រយុទ្ធនិយាយទៅប្រយុទ្ធបហាគ្នាមកគឺមានភ្លើងជាប់ដៃបាក់មួយប្រឆាំងនឹងបាក់មួយចឹងអានេះគេហៅវាជាខ្សែភាពយន្តបែប and action movies បាទ and action movie ទីចូលសូមបង្ហាញរូបភាពនេះចឹងយើងមើលតួអង្គប្រុសបាទសម្ហាទេបាទមាននេះចំណាប់ខ្មាំងឯ10មានតែជួយរំដោះចំណាប់ខ្មាំងអញ្ចឹងទៅប្រយុទ្ធប្រឆាំងគ្នាអូខេមានឡានបលិសមានឡានអីអញ្ចឹងទៅមានបលិសចាប់ចោលអីហ្នឹងណាហ្នឹងហើយគេហៅថា an action movie តោះអញ្ចឹងចូលដល់ number 2បាទ number 2គឺយើងនិយាយពី comedy comedy គឺមាន3ជាងដែលយើងត្រូវអានណាឃើញនេះចឹងយើងអានតែ comedy អត់ទេ comedy ដោយសារថាមានស្រាក់ចូលដល់ដល់12អញ្ចឹង com ហើយនេះនេះយើងអាចប្រកប com បូកមួយ m ផង m បូកមួយ e ផងណា comedy អត់អាចអានពីរព្យាង្គបានទេណាពី comedy អត់ទេគឺ comedy មានន័យថាខ្សែភាពយន្តបែប complain បាទអញ្ចឹងទីខ្ញុំសូមបង្ហាញរូបភាពនេះចឹងអ្នកនរនេះឃើញតួអង្គគាត់ទេ look at their face អូខេចឹងមើលទៅលើមុខមាត់ភ្នែកនេះគាត់ទៅឃើញមុខហ្នឹងគឺ complain បាទហើយបាទអូខេអញ្ចឹងcomedy គឺជាខ្សែភាពយន្តបែបកំប្លែងនៅក្នុងកម្ពុជាយើងគឺមានប្រាក់មីមានលោកតាកុយតាក្រឹមលោកតាចាប់ជាអីចឹងទៅណាចាប់ជាអីចឹងទៅជាងនៅស្រុកគេគឺគេលេងបែបកំប្លែងតាមកាយវិការទឹកមុខដូចជា Mr Bean នៃគេតែ Mr Saklo អូខេចា number 3 a horror movie horror movie មានន័យថាភាពយន្តបែបរន្ធត់បាទទីខ្ញុំសូមបង្ហាញរូបភាពបាទចឹងនេះគឺជា horror movieហើយជាខ្សែភាពយន្តមានជាពលឹងវិញ្ញាណតាមកម្លាចតាមវាប្រហារទៅលើប្រជាពលរដ្ឋអីចឹងទៅឬក៏តាមព្រៃតាមភូមិណាគេធ្វើជាតងពលឹងខ្មោចចងកហ្នឹងហើយគេហៅថា horror movie បាទ horror movie ជាងជារឿងបែបរន្ធត់បាទភ័យខ្លាចញាប់ញ័រ and number 4 a science fiction movie again a science សំឡេង CE បាទ CE សំឡេងពស់បាទបាទ a science fiction movie តើតើជាមួយនឹងខ្សែភាពយន្តបែបវិទ្យាសាស្ត្រណាបាទខ្សែភាពយន្តបែបវិទ្យាសាស្ត្រអញ្ចឹងខ្ញុំសូមបង្ហាញរូបភាពនេះបាទអញ្ចឹងជាខ្សែភាពយន្តមួយដែលមានការឆ្លងភពបាទមានការឆ្លងភពមានមនុស្សខ្លះជាបិសាចឬក៏អាចនឹងលេបឆ្នាំពីចបណ្ឌិតហ្នឹងទៅខ្លះជាអ្នកដែលមានកម្លាំងខ្លាំងបាទដូចជា Mr Hook ឬក៏រឿងបែប Iron Man ណាគេធ្លាប់មើលរឿង Iron Man រឿងទាំងអស់ហ្នឹងហើយគឺជាប្រភេទខ្សែភាពយន្តបែប scientist movie អូខេបាទឥឡូវយើងទៅដល់ពាក្យបន្តទៀតគឺតកតងជាមួយនឹងរឿងជាខ្សែភាពយន្តគឺ an animated movie បាទ animated movie តកតងជាមួយនឹងខ្សែភាពយន្តបែបគំនូរជីវចរបាទគំនូរជីវចរបែបតុក្កតាមានសកម្មភាពបាទយើងមើលទៅវាជាតុក្កតាតែពួកគេនោះគឺមានសកម្មភាពរត់មួយភ្លេងមួយអីទៅសុបាយណាដោយឡាវ៉ាជាមួយអាតុក្កតាតកៅដូចជា Tom and Jerry ណាឬក៏ដូចជារឿងនេះមួយទៀតដូចជាពួកពពួក Cowboy បាទថយឯងរបស់កូនក្មេងលេងប៉ុន្តែពេលដែលម្ចាស់គេអត់នៅគឺគេនាំគ្នានិយាយពីសកម្មភាពឬក៏ពួកដែលសាច់រឿងដែលឈរចាំបានគឺពួកគេបាននាំគ្នាកិច្ចវេះកិច្ចចេញពីកន្លែងដុតសម្រាម landfill បាទអញ្ចឹងគេរត់ចេញអញ្ចឹងនេះគឺជាបាទ animated movie បាទជារឿងបែបគំនូរជីវចរកុំថាតែក្មេងទេសូម្បីតែខ្ញុំជាមនុស្សធំហ្នឹងក៏ចូលចិត្តមើលដែរបាទអញ្ចឹងបញ្ជាក់ម្ដងទៀត number 5 គឺ animated movie
number 6 គឺតកតងជាមួយនឹង drama បាទ drama នៅក្នុងប្រទេសកម្ពុជាយើងគឺនិយាយអំពីល្ខោននេះគឺជា traditional drama in Cambodia គឺជាប្រភេទល្ខោនភាសាល្ខោនគេល្ខោនស្បៃអីចឹងទៅតែ teacher សូមរើសរូបភាពនេះបង្ហាញពី drama ចឹង teacher សូមបញ្យល់ពី drama នៅក្នុងបែបបរទេសឬកូរ៉េខាងត្បូងអី drama របស់គេគឺគេអត់មានជាប្រកបអីទេបទបទរបស់គេ drama គឺមានន័យថាជាស្នេហាបនោសញ្ចេតនាអូនបងអីចឹងទៅស្រឡាញ់គ្នាម្នាក់នេះប្រចាំជាមួយម្នាក់នោះអញ្ចឹងទៅចឹងនោះពួកគេហៅជាប្រភេទបែបខ្សែភាពយន្តបែប drama ដែរអូខេ and number 7 musical ជាតន្ត្រីចឹងជាខ្សែភាពយន្តមិនមែនខ្សែភាពយន្តនោះគឺជាប៉ុស្តិ៍ទូមួយដែលគេមានកម្មវិធីហ្នឹងគេលេងតន្ត្រីជុំគ្នាបាទដូចកម្មវិធីខ្លះក៏គេលេង view ឡង 3-400 នាក់អញ្ចឹងទៅក្នុងពេលតែមួយអញ្ចឹងទៅដូចកម្ពុជាយើងក៏មានដែរដែលលើកជាដូរតន្ត្រីខ្មែរនៅលើឆាកអន្តរជាតិដែលគេលេងត្រូជាមួយនឹងស្គរជាមួយនឹងជនជាតិបរទេសក្នុង YouTube មានណាអាចទៅ research មើលបានណាតោះចឹង musical បាទដូចខ្ញុំវិញក៏ចូលចិត្តតាមដានបទចម្រៀងខ្លះដែរ and the last one number 8 a western បាទ a western movie គឺជាប្រភេទខ្សែភាពយន្តនៃសហរដ្ឋអាមេរិកខាងលិចបាទដែលនិយាយអំពីចលនានៅក្នុងការតស៊ូប្រយុទ្ធប្រឆាំងការពារព្រំដែនព្រំប្រទល់របស់ខ្លួនឧទាហរណ៍ថាខ្ញុំមានបកមួយឈ្មោះថាបកនិរេខាងត្បូងអញ្ចឹងទៅអញ្ចឹងបើសិនជាមានសត្រូវឈ្លានពានអញ្ចឹងបកនិរេរបស់ខ្ញុំហ្នឹងនឹងបាញ់បហាគ្នាបាទលាយឡំជាមួយនឹងស្នេហាលាយឡំជាមួយនឹងការប្រយុទ្ធតស៊ូពុះពីអីចឹងទៅណាអញ្ចឹងកន្លែងនេះគឺតាក់ទងជាមួយនឹង western ពពួក cowboy ដែលជិះសេះហើយរបៀបថាមានមួកឆាងមានកំភ្លើងបបិលបងអីហ្នឹងបាទហ្នឹងហើយតាក់ទងជាមួយនឹង western ដែលជារឿងរបស់អាមេរិកខាងលិចណាតែឥឡូវសូមអានជាមួយ teacher ម្ដងទៀតតាក់ទងជាមួយនឹង vocabulary type of movies មាន S ព្រោះ type ច្រើនប្រភេទនៃខ្សែភាពយន្តអញ្ចឹងតាមបងអូនចូលចិត្តមួយណាអូខេតោះ number 1 an action movie បាទអញ្ចឹង action movie មានន័យថាខ្សែភាពយន្តបែបវាយប្រហារបាញ់បោះអញ្ចឹងទៅ number 2 a comedy បាទ a comedy ភាពយន្តបែបប្លែក number 3 a horror movie ភាពយន្តបែបរន្ធត់ number 4 a science fiction movie ភាពយន្តបែបវិទ្យាសាស្ត្រ number 5 an animated movie ភាពយន្តបែបគំនូរជីវចល number 6 a drama account បាទ number 7 a musical តន្ត្រីបាទប៉ុស្តិ៍បែបលេងតន្ត្រីលេងអីទៅឧបករណ៍តន្ត្រីគេណា and the last one number 8 a western movie ឬក៏ a western ដែរបាទអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាអាចយកពាក្យនេះយកទៅប្រើប្រាស់នៅក្នុងអ៊ីនធឺណិតចង់មើលរឿងអី website ឬក៏អាចយក make the sentences តាក់ទងជាមួយនឹងពាក្យទាំង8នេះដូចគ្នាបាទអញ្ចឹងអរគុណច្រើនក្នុងការស្ដាប់ហើយជួបគ្នានៅក្នុងសប្តាហ៍ក្រោយបាទសូមព្រះប្រទានពរ